អាណាចក្រភ្នំជាអាណាចក្រខ្មែរទី1ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅអាស៊ីអាគ្នេយ៍និងជារដ្ឋចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍តាមទស្សនៈលោកម៉ាតនលៀនបានបញ្ជាក់ថានគរហ្វូណនជាកោះមួយដែលមានចម្ងាយប្រហែល300លី1លីស្មើ576ម៉ែត្រនិងភាគអាគ្នេយ៍នៃនគរលីនយីនគរចម្ប៉ានិងខាងត្បូងប្រទេសចិនតាមទស្សនៈលោកអៃម៉ូលីយេបានឲ្យដឹងថានគរហ្វូណនមានទីតាំងចាប់ពីភាគខាងត្បូងនៃរដ្ឋតុងកឹងរហូតដល់សមុទ្រនិងខាងលិចដល់ប្រទេសថៃសប្តាហ៍ថ្ងៃតាមទស្សនៈលោកពលពីយុទ្ធបានសន្និដ្ឋានថានគរហ្វូណនមានទីតាំងស្ថិតនៅខាងលើទន្លេមេគង្គរហូតដល់ទឹកដីកូសាំងស៊ីនកម្ពុជាក្រោមនិងទៅដល់ឈូងសមុទ្រម៉ាតាប៉ាន់នៃឧបទ្វីបម៉ាឡាយូតាមទស្សនៈរបស់ជនជាតិអឺរ៉ុបបានអះអាងថានគរហ្វូណនស្ថិតនៅតាមបណ្ដោយឆ្នេរតុងកឹងដល់សមុទ្រខ្មែរនិងខាងលិចសន្ធឹងដល់ប្រទេសភូមាសប្តាហ៍ថ្ងៃដូច្នេះក្រោយបង្រួបបង្រួមអាណាចក្រភ្នំឬហ្វូណនមានព្រំប្រទល់ខាងជើងជាប់ប្រទេសចិនរដ្ឋណានចាវតុងកឹងខាងកើតជាប់រដ្ឋចម្ប៉ាឈូងសមុទ្រចិនខាងត្បូងឈូងសមុទ្រខ្មែរនិងខាងលិចជាប់រដ្ឋព័ន្ធឬភូមាអរិយធម៌នគរភ្នំឬហ្វូណនជីវភាពសង្គមប្រជារាស្ត្ររស់នៅប្រមូលផ្ដុំគ្នាជាភូមិមានផ្ទះពី50ទៅ60ខ្នងសង់ផុតពីដីនៅខាងមុខភូមិមានស្រះទឹកមួយប្រើរួមគ្នាអ្នកស្រុកនគរភ្នំមានសម្បុរខ្មៅស្រអែមកម្ពស់មធ្យម 1.62 ម៉ែត្រសក់រួយអង្គាដីពាក់ក្រវិលទាំងប្រុសទាំងស្រីអ្នកក្រស្លៀកចងក្បិនលែងខ្លួនទទេប្រុសបើស្រីស្លៀកចងពងពួកគេដើរជើងទទេផ្ទះគ្មានសម្ភារៈតុបតែងអ្នកមានស្លៀកសំពត់សាបាប់ចបបាប់ពាក់ស្បែកជើងផ្ទះមានគ្រឿងតុបតែងលម្អព្រះរាជាគង់ក្នុងវាំងសង់ពីឈើពីរជាន់មានរបងព័ទ្ធជុំវិញប្រើប្រាស់របស់របរធ្វើពីមាសនិងប្រាក់ព្រះអង្គយាងទៅណាម្ដងគង់លើគ្រែស្នែងឬរើដំរីមានក្បួនហែហោមផងព្រះរាជានគរភ្នំមានសិទ្ធិអំណាចគ្រប់បែបយ៉ាងដូចជាមេសាសនាមេតបអ្នកគ្រប់គ្រងនិងជាតុលាការព្រះរាជាធ្វើសវនាការរាល់7ថ្ងៃម្ដងវប្បធម៌សាសនានិងទំនៀមទម្លាប់ព្រះរាជានិងនាម៉ឺនមន្ត្រីគោរពសាសនាព្រាហ្មណ៍គណៈឥសូរវិស្ណុនិងហរិហរៈរីឯប្រជារាស្ត្រគោរពព្រះពុទ្ធសាសនាហិនយានគោរពដូនតាមកពាក់បរោះនិងអារុក្ខអារក្សអ្នកតានៅសម័យអាណាចក្រភ្នំពុំមានតុលាការច្បាស់លាស់ទេទោសធ្ងន់ត្រូវបោះឲ្យក្រពើឬខ្លាស៊ីក្នុងរយៈពេល3ថ្ងៃបើមិនស្លាប់ទេជននោះនឹងត្រូវរួចទោសស្រាលត្រូវបង់ពិន័យជាប្រាក់ឬវត្ថុមានតម្លៃគេមានវិធីបង្ហាញភស្តុតាងជនសង្ស័យតាមរយៈភាពអស្ចារ្យដូចជាឲ្យជនសង្ស័យលោកដៃយកពងមាន់ឬចិញ្ចៀនក្នុងទឹកកំពង់ពុះប្រសិនបើមិនរលាកដៃជននោះរួចខ្លួនតែបើរលាកដៃជននោះនឹងត្រូវមានទោសចំពោះអាពាហ៍ពិពាហ៍អ្នកស្រុកនគរភ្នំបើកសិទ្ធឲ្យកូនប្រុសស្រីរើសគូស្រករដោយខ្លួនឯងពិធីរំលាយសពមាន4បែបគឺកប់ដុតបូជាចោលក្នុងព្រៃនិងក្នុងទឹកបើមានសមាជិកក្នុងគ្រួសារស្លាប់ញាតិនៃសពត្រូវកោរសក់កោរពុកមាត់ពុកចង្កានិងកាន់ទុក 4.3 រដ្ឋបាលនិងសេដ្ឋកិច្ចព្រះរាជានគរភ្នំមានគោរមងារជាស្ដេចភ្នំព្រះអង្គជាមហារាជមានសិទ្ធិអំណាចលើអ្វីៗទាំងអស់លើផែនដីសាមណេរីទាំងអស់ត្រូវស្បត់ថាស្មោះត្រង់ចំពោះមហារាជហើយនាំសុយសារអង្គរថ្វាយព្រះអង្គរាល់ឆ្នាំប្រជារាស្ត្រមានកាតព្វកិច្ចត្រូវបង់ពន្ធដាក់រាជឃ្លាំងព្រះអង្គបានដោះស្រាយនយោបាយទឹកប្រព័ន្ធធារាសាស្ត្រពួកគេធ្វើស្រែចម្ការបាន3ដងក្នុងមួយឆ្នាំវិស័យពាណិជ្ជកម្មមានការរីកចម្រើនខ្លាំងកំពុងផែអន្តរជាតិអូកែវកម្ពុជាក្រោមជាភស្តុតាងបញ្ជាក់ពីសកម្មភាពជំនួញដូចជារ៉ូមប្រេកអ៊ីរ៉ង់ចិនឥណ្ឌាផលិតផលនាំចេញមានមាសប្រាក់គ្រឿងអលង្ការកែវក្រវាញភ្លុកដំរីកុយរមៀសឈើក្រមួនគុជជាដើមចំណែកឯផលិតផលនាំចូលមានសំពត់ប្រេសសូត្រ